ផ្លែក្រូចឆ្មាលេម៉ុនលីមគឺជាផ្លែឈើដែលមានរសជាតិជូរខ្លាំងនិងមានក្លិនក្រអូបប្រហើរវាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយទាំងក្នុងមុខម្ហូបភេសជ្ជៈនិងការព្យាបាលតាមបែបធម្មជាតិទោះជាយ៉ាងណាការប្រើប្រាស់វាខុសវិធីឬច្រើនហួសប្រមាណក៏អាចផ្ដល់ផលវិបាកខ្លះៗដែរខាងក្រោមនេះជាគុណសម្បត្តិនិងគុណវិបត្តិនៃផ្លែក្រូចឆ្មាគុណសម្បត្តិអត្ថប្រយោជន៍ចំពោះសុខភាព1ជំនួយប្រព័ន្ធភាពស៊ាំនិងប្រឆាំងការរលាកក្រូចឆ្មាសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីកាមដែលជួយពង្រឹងកោសិកាការពាររាងកាយប្រឆាំងនឹងជំងឺផ្តាសាយគ្រុនខ្តៅនិងជួយឲ្យមុខរបួសឆាប់ជាសះស្បើយ2ជំនួយដល់ការរំលាយអាហារនិងបន្សាបជាតិពុលការផឹកទឹកអ៊ុនៗលាយក្រូចឆ្មានៅពេលព្រឹកជួយរំញោចដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារជួយឲ្យថ្លើមផលិតទឹកប្រមាត់បានល្អនិងជួយលាងជម្រះកាកសំណល់ចេញពីពោះវៀន3ការពារការកកើតគ្រោះក្នុងតម្រងនោមនៅក្នុងក្រូចឆ្មាមានផ្ទុកអាស៊ីតស៊ីត្រិកអាស៊ីតខ្ពស់ដែលសារធាតុនេះជួយបង្កើនបរិមាណទឹកនោមនិងបង្កើនកម្រិត pH ក្នុងទឹកនោមដែលអាចជួយរំលាយឬការពារកុំឲ្យជាតិរ៉ាច់កកើតជាគ្រោះក្នុងតម្រងនោមបានបោះ4ជួយឲ្យស្បែកភ្លឺថ្លានិងកាត់បន្ថយស្នាមជ្រីជ្រួញវីតាមីន C នៅក្នុងក្រូចឆ្មាមានតួនាទីសំខាន់ក្នុងការផលិតកូឡាជែន ដែលជួយឲ្យស្បែកមានភាពយឺតណែនកាត់បន្ថយស្នាមអុចខ្មៅនិងភាពជ្រីជ្រួញតាមបែបធម្មជាតិ5ជួយសម្រកទម្ងន់និងគ្រប់គ្រងការឃ្លានក្រូចឆ្មាមានផ្ទុកជាតិសរសៃម្យ៉ាងឈ្មោះថាពេតិនមានច្រើនក្នុងសាច់និងសម្បកដែលជួយឲ្យមានអារម្មណ៍ថាបានយូរក្រៅពីនេះទឹកក្រូចឆ្មាជួយបង្កើនល្បឿននៃការដុតរំលាយអាហារ metabolism ផងដែរគុណវិបត្តិចំណុចគួរប្រុងប្រយ័ត្ន1បំផ្លាញស្រទាប់ការពារធ្មេញ tooth erosion ដោយសារក្រូចឆ្មាមានជាតិអាស៊ីតខ្ពស់ខ្លាំងការញ៉ាំទឹកក្រូចឆ្មាផ្ទាល់ឬការជញ្ជក់សាច់ក្រូចឆ្មាញឹកញាប់អាចធ្វើឲ្យសឹកស្រទាប់ការពារធ្មេញ enamel ខាងក្រៅដែលបណ្ដាលឲ្យធ្មេញងាយស្រួលនឹងពុះគន្លឹះគួរប្រើទុយយ៉ូប៊ឺតពេលផឹកទឹកក្រូចឆ្មានិងខ្ពុរមាត់ជាមួយទឹកស្អាតភ្លាមៗតែមិនត្រូវដុសធ្មេញភ្លាមៗបន្ទាប់ពីញ៉ាំអាស៊ីតនោះទេ2ធ្វើឲ្យរលាកឬឈឺក្រពះចំពោះអ្នកមានជំងឺក្រពះសម្រាប់អ្នកដែលមានជំងឺដំបៅក្រពះឬជំងឺច្រាលទឹកអាស៊ីតក្រពះ GERD ការញ៉ាំក្រូចឆ្មាអាចទៅរំញោចធ្វើឲ្យក្រពះកាន់តែរលាកឈឺផ្សាឬចុកដើមទ្រូងខ្លាំងជាងមុន3បង្កការរលាកស្បែកពេលត្រូវកំទៅថ្ងៃ Phytophthora-dermatitis ប្រសិនបើអ្នកយកទឹកក្រូចឆ្មាមកលាបលើស្បែកឬប្រឡាក់ដៃរួចដើរចេញទៅត្រូវពន្លឺព្រះអាទិត្យកាំរស្មី UV វាអាចបណ្ដាលឲ្យស្បែកឡើងប្រតិកម្មរលាកឡើងពងបែកឬខ្មៅស្រអាប់ខ្លាំង